ពេលនេះទឹកស៊ុបបានពុះហើយមើលទៅទំនងឆ្ងាញ់ខ្លាំងណាស់បងប្អូនឡើងលឿងតែម្ដងខ្ញុំដាក់ប្រហិតត្រីឆ្កោកចូលមុនរួចហើយទើបដាក់ប្រហិតត្រីឆ្លាតចូលតាមក្រោយមើលទៅរសជាតិគឺឆ្ងាញ់មែនតើដាក់ប្រហិតត្រីពីរចូលគ្នាអញ្ចឹងបងប្អូនជាតិខ្លាំងណាស់ជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះនឹងខ្ញុំមកជួបគ្នាជាមួយនឹងវីដេអូមុខម្ហូបប្រចាំថ្ងៃរបស់នេះខ្ញុំនឹងឯងមិនមានអីប្លែកទេបងប្អូនគឺស្ងោរប្រហិតត្រីឆ្លាតត្រីឆ្កោកលាយជាមួយនឹងស្ពៃតឿរាល់ដងយើងស្ងោរតែប្រហិតត្រីលាយជាមួយនឹងស្ពៃប្រញាញ់ឬមួយក៏ស្ពៃចង្កឹះអីធម្មតាថ្ងៃនេះខ្ញុំដាក់ស្ពៃតឿជំនួសហើយប្រហិតវិញខ្ញុំប្រើ2មុខខ្ញុំប្រើប្រហិតត្រីឆ្លាតហ្នឹងចំនួន2ខាំមួយខាំ4000រៀលបងប្អូនប្រើប្រហិតត្រីឆ្កោកហ្នឹងចំនួន2ខាំដែរប្រហិតត្រីឆ្កោកនេះមួយខាំ2500គេលាយគ្រឿងហើយស្រេចហើយគេមូលវាដុំរួចស្រេចហើយដូច្នេះខ្ញុំយកតែប្រហិតត្រីឆ្លាតយកមកលាយគ្រឿងទេខ្ញុំបានចាក់ប្រេងឆាមួយស្លាបព្រាបាយដាក់ចូលក្នុងប្រហិតត្រីរបស់យើងបងប្អូនតិចទៀតខ្ញុំនឹងប្រាប់ពីមូលហេតុដែលនេះខ្ញុំប្រើប្រេងចំនួន1ស្លាបព្រាបាយដាក់ចូលក្នុងប្រហិតត្រីហើយខ្ញុំប្រើស្លឹកខ្ទឹមរៀងច្រើនបន្តិចបងប្អូនប្រហិតត្រីយើងប្រើស្លឹកខ្ទឹមកាន់តែច្រើនគឺកាន់តែឈ្ងុយខ្ញុំទុកវាខ្លះទុកដាក់ជាមួយនឹងសម្លយកខ្ទឹមសមួយមើមហ្នឹងបែងចែកជាពីរដំវាឲ្យសំប៉ែតបែបនេះខ្លះទុកសម្រាប់ដាក់ចូលក្នុងទឹកសម្លរបស់យើងដោយចិញ្ច្រាំតិចបានហើយនឹងទុកផ្នែកសម្បកខ្លះដែរដើម្បីឲ្យទឹកស៊ុបឈ្ងុយមួយចំណែកទៀតហ្នឹងចិញ្ច្រាំវាឲ្យម៉ត់ដើម្បីយកវាមកដាក់ជាមួយនឹងប្រហិតត្រីខ្ញុំបានដាក់ស្លឹកខ្ទឹមហើយដាក់ខ្ទឹមចិញ្ច្រាំអំបិលស៊ុបហ្នឹង1ស្លាបព្រាបាយស្ករសកន្លះស្លាបព្រាបាយនិងម្រេចបន្តិចដែរបងប្អូនបើសិនជាអត់មានកូនតូចទេដាក់ម្រេចឲ្យច្រើនមិនឆ្ងាញ់ដាក់ម្រេចច្រើនកាលណាឆ្ងាញ់កាលហ្នឹងយើងច្របល់វាទៅមកឲ្យគ្រឿងទាំងអស់ហ្នឹងចូលជាតិគ្នាជាមួយនឹងប្រហិតត្រីហ្នឹងបានល្អហើយប្រហិតរបស់យើងនឹងឡើងស្អិតល្អខ្ញុំដាក់ប្រេងបែបនេះបងប្អូននៅពេលដែលយើងច្របល់ទៅគឺវាអត់ស្អិតជាប់គ្នាទេសាច់ត្រីហ្នឹងគឺវាស្អិតមែនប៉ុន្តែវាអត់ស្អិតល្មូជាប់គ្នាជាមួយដុំធំបងប្អូនគឺវាលក្ខណៈដាច់រាងខ្លែបត្រីបែបនេះហ្នឹងយើងដាក់ចូលក្នុងទឹកសម្លតែម្ដងខ្ញុំអត់លុញអត់បេះអីទៀតទេគឺចាក់វាចូលហើយជ្រុំវាបំបែកតែម្ដងប្រហិតត្រីទៅសរុបទាំងអស់4ខាំខ្ញុំប្រើស្ពៃតឿចំនួន1គីឡូស្ពៃតឿ1គីឡូ4000ពេលនេះយកស្ពៃតឿមកបេះស្លឹកងប់ចេញនិងកាត់គល់របស់វាចោលហើយកាត់វាជាពីរលាងទឹកចេញឲ្យស្អាតបងលាងមើលឲ្យច្រើនទឹកបន្តិចពេលខ្លះស្ពៃតឿខ្លះវារាងប្រឡាក់ដីអញ្ចឹងរាងក៏ក្រិចដែរដាក់ឆ្នាំងឲ្យក្តៅមកខ្ញុំប្រើប្រេងចំនួនបន្តិចដាក់ខ្ទឹមរំលីងវាឲ្យរាងឈ្ងុយទម្លាក់ដុំស៊ុបខ្នុរចំនួន2ដុំនឹងចូលកូរវាឲ្យបែកបន្តិចបងប្អូនប្រយ័ត្នខ្លោចកន្លែងនេះរួចហើយក៏ចាក់ទឹកចូលតែម្ដងពេលដែលយើងចាក់ទឹកចូលឲ្យមានទឹកឡើងលឿងមកទៅដូចទឹកស៊ុបមាន់យ៉ាងចឹងឆ្ងាញ់ខ្លាំងណាស់រសជាតិទឹកស៊ុបហ្នឹងក៏ប្លែកខុសពីយើងស្ងោរធម្មតាបងប្អូនគ្របវាទុកចោលបែបនេះទៅបន្ទាប់ពីវាពុះហើយចាំយើងបន្តដាក់ប្រហិតចូលខ្ញុំបានដាក់ប្រហិតត្រីឆ្កោកចូលមុនបន្ទាប់មកខ្ញុំដាក់ប្រហិតត្រីឆ្លាតចូលតែម្ដងប្រហិតត្រីឆ្លាតហ្នឹងដែលខ្ញុំជ្រុំវាជាមួយនឹងប្រេងឆាមិញហ្នឹងបងប្អូនគឺវារាងដាច់ខ្លែបបែបនេះឯងអញ្ចឹងពេលដែលយើងទម្លាក់ចូលទៅហ្នឹងលើកវាមកជ្រុំភ្លាមទៅដើម្បីឲ្យវាចេញបំណែកពីគ្នាខ្ញុំបន្ថែមជាមួយនឹងទឹកត្រីហ្នឹងបន្តិចដែរខ្ញុំថែមតែទឹកត្រីទេបងប្អូនរសជាតិវាគឺល្មមតែម្ដងប្រើដុំស៊ុបខ្នុរ2ដុំនឹងជាតិខ្លាំងមែនតើពេលនេះដាក់ស្ពៃចូលហើយអញ្ចឹងកូរវាត្រឡប់ហើយពុះភ្លាមគឺបិទភ្លើងភ្លាមតែម្ដងព្រោះថាស្ពៃតឿហ្នឹងគឺងាយឆ្អិនខ្លាំងបងប្អូនជួយចុច Subscribe YouTube Channel របស់អ្នកខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីលើក្រោយទៀតនឹងទុកជាកម្លាំងចិត្តដល់អ្នកខ្ញុំផងនេះស្ពៃរបស់យើងគឺរួចរាល់ហើយអាចដួសដាក់ចានបានហើយបងប្អូនហើយបន្ទាប់មករោយស្លឹកខ្ទឹមនិងដាក់ម្រេចបន្ថែមទៀតថាប្រយោជន៍របស់ស្ពៃហ្នឹងគឺមានច្រើនមែនតើបងប្អូនគឺវាមានវីតាមីន C វាមាន Potassium Acid Folic និងកាបូនអ៊ីដ្រាតជាដើមវាមានមុខងារច្រើនសំខាន់មែនតើសម្រាប់សុខភាពរាងកាយរបស់យើងចំណែកឯត្រីវិញណាគឺវាមានទុកនៅជាតិខ្លាញ់ Omega 3 ជួយដល់សុខភាពខួរក្បាលល្អសម្រាប់រាងកាយទាំងមូលនិងសម្រាប់សុខភាពបេះដូងមានប្រូតេអ៊ីននិងវីតាមីន D ច្រើនទៀតផងអរគុណបងប្អូនដែលបានមើលវីដេអូរបស់នេះខ្ញុំពីដើមដល់ចប់ជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ